ភាសាខ្មែរថ្នាក់ទី6មេរៀនទី6អត្ថបទការស្ដាប់តួនាទីនៅក្នុងអង្គប្រជុំផ្លូវការថ្ងៃមួយលោកគ្រូបានឲ្យសិស្សធ្វើការប្រជុំមួយស្ដីអំពីការត្រៀមរៀបចំធ្វើពិធីបុណ្យនៅសាលារៀនមុននឹងឲ្យសិស្សធ្វើការប្រជុំលោកគ្រូបាននិយាយពន្យល់សិស្សនៅក្នុងដំណើររៀនសូត្រអ្នកត្រូវចូលរួមធ្វើកិច្ចការជាច្រើនដូចជាការប្រជុំការពិភាក្សាក្រុមជាដើមដើម្បីឲ្យការប្រជុំឬការពិភាក្សាក្រុមមានដំណើរការល្អនិងទទួលបានជោគជ័យអ្នកត្រូវស្គាល់តួនាទីរបស់សមាជិកអង្គប្រជុំឬក្រុមពិភាក្សាឲ្យបានច្បាស់លាស់និងត្រូវរៀបចំអ្នកទទួលតួនាទីឲ្យបានត្រឹមត្រូវតាមធម្មតានៅក្នុងអង្គប្រជុំផ្លូវការត្រូវមានប្រធានក្រុមម្នាក់ជាចាំបាច់ដែលមានភាពឈ្លាសវៃម៉ត់ចត់ក្នុងការងារនិងចេះសម្របសម្រួលការងារជាមួយនេះដែរត្រូវមានលេខាកត់ត្រាម្នាក់ដែលអាចកត់បានលឿនហើយមានអក្សរស្អាតបើអាចចំណែកអ្នកនៅសល់ជាសមាជិកក្រុមបន្ទាប់ពីស្ដាប់ការណែនាំរបស់លោកគ្រូរួចមកសិស្សមួយក្រុមចាប់ផ្ដើមធ្វើការប្រជុំដែលក្នុងនោះមានអ្នកចូលរួមគឺស្រីមុំរដ្ឋាកនិកាបូទីសាវតីនិងខុនឌីពួកគេបានពិភាក្សាជ្រើសរើសប្រធានលេខានិងសមាជិកដូចខាងក្រោមស្រីមុំធ្វើជាប្រធានក្រុមមានតួនាទីជាអ្នកដឹកនាំសម្របសម្រួលការងារជំរុញឲ្យសមាជិកចូលរួមបញ្ចេញយោបល់និងជាអ្នកធ្វើការបូកសរុបមតិយោបល់របស់សមាជិកទាំងអស់បូទីធ្វើជាលេខាមានតួនាទីជាអ្នកកត់ត្រាមតិយោបល់របស់ក្រុមនិងធ្វើរបាយការណ៍អំពីចំណុចសំខាន់ឲ្យបានច្បាស់លាស់តាមលំដាប់លំដោយរដ្ឋាកនិកាសាវតីនិងខុនឌីជាសមាជិកមានតួនាទីជាអ្នកបញ្ចេញមតិយោបល់តាមការយល់ឃើញរបស់ខ្លួននិងស្ដាប់មតិយោបល់របស់អ្នកដទៃម្យ៉ាងទៀតសមាជិកក្រុមម្នាក់ត្រូវមានឥរិយាបថល្អក្នុងការស្ដាប់និងចេះប្ដូរវេនគ្នានិយាយទើបអង្គប្រជុំមានដំណើរការល្អប្រសើរសូមអរគុណសូមសំណាងល្អ